ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ដែលត្រូវជាថ្ងៃឆ្លូវមីជីនឆុងគ្នាជាមួយអ្នកដែលមានឆ្នាំមមែធាតុឈើវ័យ11ឆ្នាំនិងមមែធាតុភ្លើងវ័យ59ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុដីមាសនិងអ្នកដែលមានឆ្នាំជូតម្សាញ់និងរកាទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបគ្រឹះមានទិសខាងកើតនិងកណ្ដាលផ្ទះឬក៏កណ្ដាលបន្ទប់ចំពោះការធ្វើការសមាធិតាមបែបឈីមិនតុនជាយើងអាចបែរខ្នងទៅទិសខាងត្បូងឈៀងខាងលិចចន្លោះម៉ោង17ទៅម៉ោង19ក្នុងនោះមានអតិទេពឆេះយើងអាចធ្វើចិត្តឲ្យស្ងប់មនោឲ្យដូចជាការពិតនៅការទទួលបាននៅធម្មពលស្នេហ៍ក្នុងការទំនាក់ទំនងចរចានិយាយស្ដីចំណេះដឹងនិងការជួយទំនុកបម្រុងគាំពៀយកអាសាពីសំណាក់មនុស្សជុំវិញខ្លួនរីឯតារាសាស្ត្រយើងឃើញថាតារាសាស្ត្រនៅក្នុងទិសខាងត្បូងឈៀងខាងកើតអង្សា135មានភាពល្អប្រសើរក្នុងករណីដែលបងប្អូនចង់ចាប់លាបឬក៏បន្ទោះលាបបងប្អូនអាចធ្វើបាននៅចន្លោះម៉ោង15ទៅម៉ោង17យើងអាចដុតទៀន9ដើមឬដាក់ទឹកមានចលនាបាននៅក្នុងទិសហ្នឹងអរគុណជូនពរសំណាងល្អ